អត់មករដូវថាសុបាយចិត្តអូយសុបាយចិត្តព្រោះពេលអត់មករដូវវាអត់ឈឺចាប់អត់មករដូវចិនតែលុយអត់ទៅសលៃអត់មករដូវវាបាត់អាភាពស្អុះស្អាតអាភាពលំបាកព្រោះស្ត្រីមានតែស្ត្រីទៅមករដូវដងវេទនាចង់ងាប់អាគេងក៏លំបាកប្រែខ្លួនស្រួលទេប្រឡាក់ខ្នើយប្រឡាក់ភួយប្រឡាក់ពូកស្រួលប្រឡាក់ខោប្រឡាក់អីមួងមកចុកពោះចុកចកេះនិយាយវាថាសពយ៉ាងចឹងដល់ពេលអត់មករដូវអអ្នកគ្រូខ្ញុំអត់មករដូវខ្ញុំអហ្មងយកខ្វល់ហ្មងអូយមានច្រើនណាស់ចាសូម្បីតែម្ដាយខ្ញុំណានិយាយមែនចាដោយសារអីគាត់វាអត់ដឹងចឹងអានឹងមិនមែនធម្មតាទេអានឹងជាជំងឺអត់មករដូវហ្នឹងណាចឹងស្ត្រីយើងកាលណាតែអត់មករដូវពី3ខែទៅ6ខែអាហ្នឹងគេហៅថាអាមេណូរ៉េឬក៏រាំងរដូវនឹងឯងអញ្ចឹងហើយវាមានហេតុរបស់វាហេតុអីបានអត់មករដូវវាចុះអរម៉ូនវាមានជំងឺនៅក្នុងស្បូនវាមានការបង្ករោគអីផ្សេងអញ្ចឹងដូចខ្ញុំលើកករណីម្ដាយខ្ញុំដែលគាត់សម្រាប់កូនហើយអត់មករដូវហើយគាត់អសុបាយគាត់លេងបាក់ចិត្តគាត់លេងខ្វល់រឿងបំមករដូវបាក់ទៀតកាពិតគាត់មានជំងឺគាត់មានជំងឺគាត់មានការបង្ករោគវានៅសេសសល់ពេលដែលសម្រាប់កូនហើយអញ្ចឹងវាទៅជាស្បូននឹងអាលាកយូរទៅគឺជំងឺនឹងរ៉ាំរ៉ៃជាប់ខ្លួនតែម្ដងដូច្នេះហើយបងប្អូនទាំងអស់គ្នាណាដែលគាត់មានកូនហើយកូនរាំងរដូវដូចថាមករដូវហើយស្រាប់តែបាត់3ខែអីចឹងតាំងពីនៅលីវអត់ទាន់មានគ្រួសារដែលគេហៅថា primary amenorrhea ចាឬក៏ secondary នឹងក៏ដោយបងប្អូនមកពេទ្យបានដឹងថាអានឹងគឺមានប្រភេទរបស់គេរាំងរដូវប្រភេទអីចឹងឲ្យតែមានបញ្ហារដូវបាត់រដូវអត់មករាំងរដូវរអាក់រអួលទាំងអ្នកនៅលីវទាំងអ្នកមានគ្រួសារមិនបាច់អទេបងប្អូនមកពេទ្យទៅលុះត្រាតែយើងដឹងថាអូខេអានឹងយើងដល់វ័យអស់រដូវហើយដូចថាស្ត្រីអស់រដូវ45ឆ្នាំឡើងចាគាត់លែងមករដូវគាត់លេងមក6 7ខែជាប់គ្នាគាត់មើលស្បូនទៅស្បូនរួមទូចជាប់ស្បូនស្ដាងដែលវាតម្លៃថាវាជាមេណូប៉ូចាអាហ្នឹងវាជាធម្មជាតិតែបើស្ត្រីយើងសុកអត់មករដូវវាមិនមែនធម្មជាតិទេវាមានវិបត្តិរបស់វានឹងព្រោះមានបងប្អូនភ្លាត់ត្រង់ចំណុចនឹងច្រើនវាវិវត្តទៅជាជំងឺអាចប្រឈមមុខនឹងជំងឺស្បូនការបកកណើតលែងមានកូនបានទៅជាស្បូនឆ្អឹងពុកឆ្អឹងនឹងមានជំងឺរ៉ាំរ៉ៃប្រចាំរាងកាយតែម្ដងចាព្រោះស្ត្រីកាលណាតែអត់មករដូវគឺមានផលវិបាកច្រើនណាស់តាំងពីសម្រស់តាំងពីសុខភាពផ្លូវចិត្តផ្លូវភេទទំនាក់ទំនងក្តីប្រពន្ធផងដែរកុំភ្លេច share វីដេអូអ្នកគ្រូសេពៅផងពូនិយាយឡើងហត់ហើយនិយាយច្រើនពីអ្នកគ្រូសេពៅ